សូមជម្រាបសួរដល់ពុកម៉ែបងប្អូនជនរួមជាតិខ្មែរជាហូហែទាំងនៅក្នុងប្រទេសខ្មែរក៏ដូចជានៅក្រៅប្រទេសខ្មែរផងដែរចឹងថ្ងៃនេះគឺថ្ងៃទី7មិនិនា2023ចឹងនេះគឺជាទស្សនភាពសកម្មភាពចឹងប្រជាជននៅក្នុងភូមិចឹងបានសហការគ្នាដើម្បីរើជាផ្ទះចឹងរើផ្ទះចឹងរើកូនខ្ទមក្មួយប្រុសហៀងដើម្បីធ្វើជាផ្ទះថ្មីចឹងធ្វើជាផ្ទះថ្មីដែលជាសទ្ធាជ្រះថ្លារបស់ពុកម៉ែបងប្អូនដែលរស់នៅក្រៅប្រទេសដែលគាត់មានទឹកចិត្តល្អស្អាតជួយដល់អ្នកក្រីក្រដែលរស់នៅក្នុងភូមិតារៀមនេះផងដែរចឹងគ្រួសារក្មួយហៀងនេះពុកម៉ែបងប្អូនគឺគ្នាក្រីក្រណាស់ពុកម៉ែបងប្អូនចឹងតាំងពីដើមឡើយគឺទៅសុំតែបាយវត្តទេពុកម៉ែបងប្អូនចឹងព្រលឹមឡើងគឺទៅដល់វត្តចឹងមួយថ្ងៃគឺមាន2ពេលចឹងព្រលឹមឡើងគឺទៅដល់វត្តថ្ងៃត្រង់ឡើងគឺទៅដល់វត្តចឹងបានអាហារពីព្រះសង្ឃមកយកមកផ្គត់ផ្គង់ក្នុងជីវភាពគ្រួសាររបស់ក្មួយចឹងដោយហេតុតែអ៊ំដែលរស់នៅសហរដ្ឋអាមេរិកឈ្មោះអ៊ំស្រីរតដែលគាត់មើលឃើញពីទុក្ខលំបាករបស់ក្មួយហៀងចឹងគាត់ក៏បានតាក់ទងមកកាន់ខ្ញុំបាទអង្កឹតលួនវ៉ាន់ដើម្បីសួរនាំពីបញ្ហាជីវភាពហើយក៏ឈានមកដល់ថ្ងៃនេះពុកម៉ែបងប្អូនគឺគាត់បានមានសទ្ធាជ្រះថ្លាដើម្បីលើកជាផ្ទះខ្មែរជួយខ្មែរជូនដល់ក្មួយប្រុសហៀងដែលរស់នៅភូមិតារៀមឃុំជីក្រែងស្រុកជីក្រែងខេត្តសៀមរាបអញ្ចឹងនៅពេលនេះគឺប្រជាពលរដ្ឋដូចជាបងប្អូនសាច់ញាតិរបស់ក្មួយហៀងបានចាប់ផ្ដើមរើខ្ទមអញ្ចឹងរើខ្ទមចាស់បដោះអសន្នសិនអញ្ចឹងខ្ទមចាស់គឺត្រុតត្រោមមកឲ្យពុកម៉ែបងប្អូនចឹងយើងរើខ្ទមនឹងចេញដើម្បីធ្វើការចាក់ដីចឹងមុនធ្វើផ្ទះគឺយើងចាក់ដីសិនព្រោះកន្លែងនេះគឺពេលខែវស្សាមកទឹកវាលិចពុកម៉ែបងប្អូនចឹងហើយក៏យើងរើរោងរើកន្លែងរៀបចំឲ្យវាស្អាតឲ្យវាធំទូលាយដើម្បីឲ្យឡានគេយកអាចដីគឺមកចាក់ដើម្បីខ្ពស់បន្តិចហើយក៏យើងធ្វើការរៀបចំធ្វើជាផ្ទះចឹងផ្ទះហ្នឹងគឺអត់មានធំទេពុកម៉ែបងប្អូនគឺធ្វើសំលមមតែអាចរស់នៅបានចឹងក្រុមគ្រួសាររបស់អ៊ំរនចឹងឈ្មោះអ៊ំរនដែលជាឧបាសិកាចឹងសមាទានសិលនៅក្នុងទីអារាមវត្តស្លែងភូមិព្រិញឃុំជីក្រែងស្រុកជីក្រែងខេត្តសៀមរាបហ្នឹងគឺគាត់ក្រីក្រហើយក៏ជាពុទ្ធបរិស័ទចំណុះជើងវត្តស្លែងផងដែរចឹងពេលនេះគឺចាប់ផ្ដើមរើបដាហើយក៏ចុងភៅគឺចាប់ផ្ដើមធ្វើហាត់បន្លែហាន់អីត្រីសាច់ដើម្បីរៀបចំទទួលនៅញាតិមិត្តបងប្អូនដែលគាត់មានទឹកចិត្តមកជួយរើផ្ទះនេះផងដែរចឹងពេលនេះគឺយើងធ្វើម្ហូបផងហើយក៏ប្រុសគឺចាប់ផ្ដើមរើផ្ទះហើយស្រីគឺចាប់ផ្ដើមធ្វើម្ហូបធ្វើអីហ្នឹងឯងបងប្អូនចឹងកាលពីលើកមុនពុកម៉ែបងប្អូនចឹងលើកមុនអ៊ំស្រីរតគាត់ក៏មានសទ្ធាជ្រះថ្លាដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ស្រីរនចឹងឧបាសិការនពុកម៉ែបងប្អូនគឺឧបាសិការនដែលមានកូនស្រីឈ្មោះសេចក្ដីជាលក្ខណៈជួយទិញអង្គទិញអីផ្សេងដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គ្នាចឹងតូបនេះពុកម៉ែបងប្អូនគឺជាសទ្ធាជ្រះថ្លារបស់
ông xây rất là chẳng là ca tỷ lệ 4 គឺគាត់បានផ្ញើជាថាវិការដើម្បីរៀបចំធ្វើជាតូបឡើងលក់អីវ៉ាន់ជូនដល់អស់បងស្រីទាំងហើយពេលនេះគឺបងស្រីបានតូបបានលក់អីវ៉ាន់ហើយក៏មានជីវភាពគឺប្រសើរឡើងជាងមុនតែដោយសារតែគ្នាខ្វះផ្ទះអត់មានផ្ទះពុកម៉ែបងប្អូនចឹងផ្ទះគឺទៅក្រុមមកហើយពុកម៉ែបងប្អូនចឹងពុកម៉ែបងប្អូនមើលទស្សនវិជ្ជាស្ដែងគឺឈើគឺអីហ្នឹងគឺពេលរើមកគឺបាក់វាពុកវាផុយពុកម៉ែបងប្អូនចឹងហើយក៏សម្រេចចិត្តថានឹងធ្វើផ្ទះមនុស្សធ្វើខ្មែរគឺខ្មែរជូនដល់បងស្រីចឹងអត់មានអ្នកឆ្ងាយទេពុកម៉ែបងប្អូនគឺសិតតែជាអ្នកភូមិអ្នកស្រុកហើយក៏ជាញាតិមិត្តបងប្អូនដែលបានមកជួយរើកូនរងនេះចេញចឹងផ្ទះគឺយើងអត់ទាន់បានធ្វើនៅក្នុងខែនេះទេពុកម៉ែបងប្អូនចឹងប្រហែលជាខែក្រោយឬក៏ខែទៅមុខទៀតចឹងយើងអត់ទាន់ដឹងប្រកាសទេចឹងហើយពេលនេះគឺរើសិនហើយយើងរើរោងសិនហើយយើងចាក់ដីឲ្យស្រួលសិនយើងធ្វើដីឲ្យវាស្មើសិនទើបយើងដំណើរការធ្វើផ្ទះចឹងពុកម៉ែបងប្អូនគឺមើលទស្សនវិជ្ជារនៀបអីរនូបអីគឺតែពុកផុយអស់ហើយពុកម៉ែបងប្អូនចឹងពេលនេះគឺក្រុមគ្រួសាររបស់ប្អូនស្រីនេះគឺញញឹមអត់ដាក់មាត់ទេពុកម៉ែបងប្អូនចឹងសប្បាយចិត្តណាស់បានកែប្រែជីវិតផ្លាស់ប្ដូរជីវិតបានផ្ទះសម្បែងនៅទេហើយមានរបរសម្រាប់ចិញ្ចឹមជីវិតផងដែរហើយសម្រាប់ក្មួយទាំងពីរគឺអត់មានធ្វើអីទេពុកម៉ែបងប្អូនគឺឲ្យតែខំសិក្សារៀនសូត្រចឹងយកចំណេះវិជ្ជាព្រោះថាមានតែចំណេះវិជ្ជានឹងឯងអាចជាកម្លាំងចិត្តឬក៏ជាទ្រព្យដើម្បីកសាងជីវិតទៅថ្ងៃអនាគតចឹងឥឡូវគឺអត់មានចំណេះសម័យសប្តាហ៍នេះពុកម៉ែបងប្អូនគឺអត់មានចំណេះដឹងអត់បានរៀនសូត្រគឺសង្ឃឹមតែទៅស៊ីឈ្នួលទេគឺពិបាកណាស់ពុកម៉ែបងប្អូនចឹងដូចជាគ្រួសារដទៃទៀតពុកម៉ែបងប្អូនចឹងគ្នាអត់មានចំណេះវិជ្ជាចឹងទៅហើយក៏ដឹងប្រែងស៊ីឈ្នួលលើកលីសែងទៅប្រើកម្លាំងបាយសុទ្ធបងប្អូនចឹងពេលនេះគឺផ្ទះនេះគឺបានទៅចិត្តរួចហើយពុកម៉ែបងប្អូនចឹងពេលក្រោយគឺខ្ញុំបាននឹងថតទស្សនវិជ្ជាផ្សេងជូនពុកម៉ែបងប្អូនគឺបដាបដាលោកគ្រា
นี่มันไม่โทษนี่กันจับปอเอา